ថ្ងៃនេះអ្នកគ្រូមានកម្រិតនៃមេរោគផ្សិតរហូតដល់ទៅ5ដំណាក់កាលចាមកចែករំលែកជូនទៅកាន់បងប្អូនអ្នកគ្នាចាអញ្ចឹងនេះគឺជាកម្រិតនៃមេរោគផ្សិតចាបងប្អូនមើលឃើញដែរអត់ចាមានលេខទី1ទី2ចាទី3ទី4ទី5ចាអញ្ចឹងដំណាក់កាលដំបូងបងប្អូនស្ត្រីគាត់អាចនឹងសង្កេតឃើញថាការធ្លាក់សមកនោះអាចមានសន្តានរាវមកដូចស្វាវឬក៏ខាប់ដូចទឹកបាយជាដើមប៉ុន្តែវាមិនទាន់មានជាផលរំខានដូចជារមាស់ស្ងួតក្តៅក្រហល់កាហាយអីទេប៉ុន្តែនៅពេលដែលស្ត្រីគាត់ចាប់ផ្ដើមទុកបញ្ហាហ្នឹងយូរទៅវាអាចចាប់ផ្ដើមប្រែពណ៌បងចាវាប្រែទៅជាអាចពណ៌រាងលឿងបែបនេះចាវាទៅជារាងលឿងឬមួយក៏ពេលខ្លះទៅវាមកសន្តានលក្ខណៈបែបខាប់ខ្លាំងហើយក៏ស្អិតតែម្ដងហើយដំណាក់កាលមួយផ្សេងទៀតនោះគឺអាចឡើងទៅជាគេហៅថាស្អិតដូចចំពួយក៏ដូចស្ករកស៊ូនៅខាងក្នុងស្បូនរបស់គាត់តើតែគាត់លូកដៃគៀឬមួយក៏គាត់លូកទៅខាងក្នុងទៅដោយទឹកដាច់ទឹកធ្លាក់អញ្ចឹងมันភាគច្រើនអ្នកដែលគាត់កើតមានបញ្ហាផ្សិតកម្រិតទី3នេះគាត់ច្រើនតែលាងសម្អាតស្បូនឬក៏សូលថ្នាំនេះជាដើមហើយកម្រិតមួយទៀតបងគឺចាប់ផ្ដើមធ្លាក់មកលក្ខណៈរបៀបវាមកមានដូចខ្ទុះចាបងមើលឃើញអត់ចាវាមកលក្ខណៈរបៀបដូចខ្ទុះតែម្ដងចាវាដូចខ្ទុះមកពេលខ្លះទៅវាមានលាយជាមួយនឹងគេហៅដូចខួនដែរដូចកកឈាមអីមកជាមួយទៀតហើយបើដំណាក់កាលចុងក្រោយគឺលែងធ្លាក់មកសោះតែម្ដងចាលែងធ្លាក់សោះតែម្ដងហើយចាប់ផ្ដើមឡើងស្ងួតឡើងកទួលឡើងពងបែកឬមួយក៏ចាប់ផ្ដើមធ្វើឲ្យគាត់មានអារម្មណ៍ថាបាត់ចំណងផ្លូវភេទរមាស់ឡើងកន្ទុះដូចខប់មុននៅវាមានឡើងសក្រាំងខាងក្នុងស្បូនរបស់គាត់គឺឡើងពេញតែម្ដងអញ្ចឹងបើមានបញ្ហាទាំងអស់នេះចង់រកដំណោះស្រាយអាចតាក់ទងមកកាន់